កម្ពុជាបារាំងបដិញ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែខ្លាំងក្លាថែមទៀតនៅវេលារសៀលថ្ងៃពុធទី8ខែមេសាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមអេម៉ានូអែលម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំងក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយ One Health Summit នៅទីក្រុងលីយ៉ុងនិងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី6ដល់ថ្ងៃទី9ខែមេសាឆ្នាំ2026ក្នុងឱកាសនៃជំនួបនេះឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំងបានសម្ដែងក្តីសោមនស្សរីករាយដែលបានជួបសម្ដេចបវរធិបតីនិងគណៈប្រតិភូជាថ្មីម្ដងទៀតព្រមទាំងបានថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយនៅទីក្រុងលីយ៉ុងនិងបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉ារីនាពេលនេះឯកឧត្តមអេម៉ានូអែលម៉ាក្រុងក៏បានគូបញ្ជាក់ជាថ្មីនៅមិត្តភាពជាមួយប្រទេសនិងប្រជាជនកម្ពុជាព្រមទាំងកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចបវរធិបតីទន្ទឹមនឹងនេះឯកឧត្តមបានគូបញ្ជាក់ថាឯកឧត្តមមានសេចក្តីរីករាយក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានិងចូលរួមក្នុងកិច្ចប្រជុំកំពូល Francophonie លើកទី20ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញនាចុងឆ្នាំ2026ខាងមុខជាការឆ្លើយតបសម្ដេចបវរធិបតីបានអបអរសាទរបារាំងចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ពីទំនាក់ទំនងជាយូរលង់រវាងប្រទេសកម្ពុជានិងបារាំងនិងបានថ្លែងអំណរគុណបារាំងដែលបានរួមចំណែកក្នុងដំណើរការសន្តិភាពនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាសម្ដេចបវរធិបតីក៏បានសម្ដែងនូវសេចក្តីរីករាយចំពោះទស្សនកិច្ចផ្លូវរដ្ឋនិងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល Francophonie លើកទី20របស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជានាចុងឆ្នាំ2026នេះក្នុងជំនួបនេះសម្ដេចបវរធិបតីនិងឯកឧត្តមប្រធានាធិបតីបានពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមានដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីកម្ពុជាបារាំងជាពិសេសការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ Strategic Partnership នៅពេលឆាប់ខាងមុខសម្ដេចបវរធិបតីនិងឯកឧត្តមប្រធានាធិបតីបានផ្លាស់ប្ដូរយោបល់លើគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជាបារាំងលើវិស័យសំខាន់រួមមានពាណិជ្ជកម្មសេដ្ឋកិច្ចធម្មពលការពារជាតិនិងសន្តិសុខវប្បធម៌និងបេតិកភណ្ឌសុខាភិបាលអប់រំនិងទេសចរណ៍ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជាថៃសម្ដេចបវរធិបតីក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីអំពីស្ថានភាពនៃស្ថានភាពព្រំដែនព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ